កូរ៉េខាងត្បូងរងការបំផ្លិចបំផ្លាញពីជំហរព្រៃជាច្រើនកន្លែងដោយបណ្ដាលឲ្យអ្នកផលិតអគ្គិភ័យ2នាក់ស្លាប់អ្នកផលិតអគ្គិភ័យ2នាក់ត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងប្រទេសកូរ៉េខាងត្បូងហើយ2នាក់បានបាត់ខ្លួនខណៈដែលភ្លើងជំហរព្រៃជាង20កន្លែងបានឆាប់ឆេះទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ទី22ខែមីនារួមទាំងអ្នកស្លាប់ម្នាក់នៅភាគអាគ្នេយ៍នៃឧទ្វីបកូរ៉េផងដែរប្រធានថាបតីស្ដីទីលោកចយសេងមុកបានជំរុញឲ្យមានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តដើម្បីពន្លត់ភ្លើងមុនពេលថ្ងៃលិចខណៈដែលភ្លើងឆេះព្រៃបានរីករាលដាលយ៉ាងឆាប់រហ័សដោយខ្យល់បក់ខ្លាំងអ្នកផលិតអគ្គិភ័យដែលបានស្លាប់ទាំងនោះកំពុងព្យាយាមពន្លត់ភ្លើងពីតំបន់ភ្នំនៃតំបន់ក្នុងខេត្តដែលបានចាប់ផ្ដើមកាលពីថ្ងៃសុក្រថ្ងៃទី21ខែមីនាហើយបានឆាប់ឆេះផ្ទៃដីទំហំ275ហិកតាគិតត្រឹមរសៀលថ្ងៃសៅរ៍អ្នកស្រុកជាង200នាក់ត្រូវបានជម្លៀសចេញរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសពីតំបន់នេះជាតំបន់គ្រោះមហន្តរាយកាលពីល្ងាចថ្ងៃសៅរ៍